មេចាប់ផ្ដើមចិត្តភ្លៀងហើយឥឡូវនេះយើងមកមើលស្រះអង្កែបដែលយើងបានទុកប្រកាត់ពូជហើយដល់ពេលមេចិត្តភ្លៀងអញ្ចឹងបងប្អូនអាសត្វមេភ្លៀងវាមករុំអាពន្លឺអំពូលហើយធ្លាក់ជាចំណីអង្កែបអូយឆ្ងាញ់ណាស់អត់សូវសម្បូរទេបងប្អូនព្រោះមេពូជចាប់ស៊ីអស់ហើយមេបាពូជហ្នឹងគឺសល់ប្រហែលជា10គូទេហើយចេះទុកដោយសារយើងអត់មានអ្នកមើលអ្នកថែត្រឹមត្រូវអញ្ចឹងយើងអត់ទិញដាក់ចូលទៀតទេអញ្ចឹងឲ្យវាប្រកាត់ពូជគ្នាវានឹងទៅចាំបានកូនក្អាត់កូនក្អុកធ្លាក់ពងធ្លាក់អីចាំយើងបំបែកស្រះមួយទៀតអញ្ចឹងណាចឹងចាំនេះចាំឲ្យតបានទេហើយមើលវាកំពុងតែប្រកាត់ពូជនេះម្ដង3នេះខ្ទង់ប្រហែលជាម៉ោង7ជាងណាបងប្អូនហើយល្ងឹតឈឹងហ្មងហើយស្ងាត់ល្អព្រោះនៅក្នុងព្រៃបងប្អូនហើយឮសូរតែសំឡេងហ៊ីងហងក្អាត់អង្កែបយំពេញនឹងហើយដល់ពេលយប់ជ្រៅបន្តិចឮសូរសំឡេងឆ្កែចចកហើយបើយើងអត់ប្រយ័ត្នប្រយែងទេអាឆ្កែចចកនោះវាចូលស៊ីមាន់អស់ហ្មងបងប្អូនឃើញទេនេះអង្កែបធំណានឹងមេបាពូជហើយខ្ញុំប្រកាត់ដើម្បីទុកជាអាហារ3ពេល